អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់អស់ទាំងស្រុងនៅជិតសាលាខណ្ឌកំពូលឃ្លាំងស្តុកក្រណាត់មួយកន្លែងបានជួបគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់រងការខូចខាតទាំងស្រុងហើយពុំទាន់ដឹងពីមូលហេតុនៅឡើយទេប៉ុន្តែជាបឋមសង្ស័យឆ្លងចរន្តអគ្គិសនីនៅក្នុងពេលកើតមានអគ្គិសនីនេះភ្លាមនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចេញទៅអន្តរាគមន៍ចំណែករថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងដែលមកពីបណ្ដាអង្គភាពនានាបានទៅដល់ទីនោះបាញ់ពន្លត់ភ្លើងជាបន្តបន្ទាប់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ8យប់ថ្ងៃទី15ខែមីនាឆ្នាំ2025ដែលឃ្លាំងស្តុកអេតចៃខាងលើមានទីតាំងស្ថិតនៅក្នុងភូមិកប់អំបិលសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញជិតសាលាខណ្ឌកំបូលដែរសមត្ថកិច្ចបានប្រាប់ឲ្យដឹងជាបឋមថាទីតាំងកើតហេតុនេះគឺជាឃ្លាំងស្តុកក្រណាត់ហើយមុនដំបូងភ្លើងបានឆេះគំនរកំទេចក្រណាត់ដ៏ធំស្ថិតនៅក្នុងបរិវេណទីតាំងឃ្លាំងខាងលើហើយក៏ស្ថិតនៅគិនិងអាគារឃ្លាំងនោះផងដែរខណៈនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចេញទៅអន្តរាគមន៍ភ្លាមៗហើយក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ពន្លត់ដែរប៉ុន្តែពន្លត់អត់ឈ្នះពេលនោះភ្លើងក៏បានឆេះរាលចូលទៅបំផ្លាញឃ្លាំងទាំងមូលតែម្ដងប្រពន្ធដដែលបានប្រាប់ឲ្យដឹងបន្តទៀតថាខណៈនេះនៅមិនទាន់ដឹងថាការឆាបឆេះនេះបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រើរថយន្តពន្លត់អគ្គិភ័យយ៉ាងច្រើនគ្រឿងក្នុងការពន្លត់ភ្លើងនោះ